ថ្ងៃនេះកម្មវិធីក៏បានជ្រើសរើសយកប្រធានបទជាការលើកឡើងប្រធានបទនេះដោយព្រះមហាសឹមសុកលីឲ្យលើកឡើងសម្ដែងតាក់ទងទៅនឹងសង្ឃហធម៌មិនដឹងថាសង្ឃហធម៌នេះមានអត្ថន័យសេចក្តីអីយ៉ាងណានិងមានសារៈប្រយោជន៍អីសំខាន់អីយ៉ាងណានៅក្នុងសង្គមនេះឬក៏ពិភពលោកអីយ៉ាងណាហើយនឹងបានផលអីយ៉ាងណាទៅបរិយលោកតាមបែបផ្លូវពុទ្ធសាសនានោះព្រោះព្រះមហាបញ្ញាបទីបោសឹមសុកលីជាអ្នកលើកឡើងសនំពើដាក់ប្រធានបទនេះចឹងសូមអរតនីព្រះមហាសឹមសុកលីបកស្រាយរង្គាយសេចក្តីបញ្យលក្នុងប្រធានបទជាបំណងឬក៏ក្នុងសាច់ធម៌នេះតាមពេលវេលាជាជំហានទី1នៃការអរតនីសូមអរតនីនិមន្តខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងសពកាលសូមក្រាបថ្វាយបង្គំព្រះសង្ឃទាំងអស់ដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងសពកាលសូមក្រាបថ្វាយបង្គំលោកចាស់គ្រូបញ្ញាបទីប៉ោហៅសុខុនជាគ្រូចៅការវត្តច្បារអំពៅថ្វាយបង្គំលោកចាស់សក្យមនីបតតោស្រិនសុខាដែលនិមន្តមកពីវត្តបតុមវតីដោយសេចក្តីគោរពជ្រះថ្លាហើយសូមចម្រើនពរពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក្នុងថ្ងៃនេះគឺយើងមានប្រធានបទមួយដែលជាធម៌មួយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យយើងទាំងអស់គ្នានឹងមានធម៌នឹងណាគឺឈ្មោះថាសង្ឃហធម៌សង្ឃហធម៌នេះគឺជាធម៌មួយដែលធម៌ដែលយើងទាំងអស់គ្នាគូសង្គ្រោះគ្នាគូសង្គ្រោះគ្រូជួយអញ្ចឹងគឺធម៌ហ្នឹងគឺយើងទាំងអស់គ្នាហ្នឹងគឺមិនអាចខ្វះបានទេអញ្ចឹងគឺធម៌នេះឯងកាលណាដែលបុគ្គលមានធម៌នឹងឯងគឺធ្វើឲ្យមនុស្សនឹងមានកិត្តិយសថ្លៃថ្នូរមានសេចក្តីសុខឬយើងហៅថាបុគ្គលនឹងមានមង្គលនៅក្នុងធម៌នឹងនៅក្នុងមង្គលសូត្រក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងពីការសង្គ្រោះញាតិការសង្គ្រោះញាតិនឹងជាមង្គលឧត្តមអញ្ចឹងនៅក្នុងនេះគឺខ្ញុំគណៈអាត្មាភាពចង់លើកឡើងថាសង្ឃហធម៌នេះគឺថាធម៌ដែលសង្គ្រោះនេះគឺសង្គ្រោះយ៉ាងម៉េចទី1គឺសង្គ្រោះដោយការពោលពាក្យពីរោះណាព្រោះអ្វីដែលយើងនិយាយជាមួយអ្នកដែលយើងគូសង្គ្រោះគូជួយនោះគឺចាំបាច់ណាស់មិនមែនប្រើពាក្យគំរោះគំរើយដល់អ្នកដែលយើងគូជួយហ្នឹងឯងយើងត្រូវប្រើពាក្យផ្អែមល្ហែមនិយាយឬថាយើងនិយាយរកគ្នាប្រកបដោយចិត្តមេត្តាយើងនិយាយជាមួយគ្នាដោយធម៌ដោយវាចាជាទីរាប់អានជាវាចាដែលគូជាទីស្រឡាញ់ណាយើងហៅថាវាចាអ្នកក្រុងអញ្ចឹងគឺវាចានឹងឯងគឺសង្គ្រោះទី1ណាបានដល់ពយៈវាចាហើយដល់ពេលយើងសង្គ្រោះទី2គឺទាននេះណាគឺថាយើងសង្គ្រោះដោយការឲ្យនេះគឺឲ្យអ្វីដែលយើងគូឲ្យណាមានវត្ថុណាដែលយើងគូឲ្យបានណាដូចជាបច្ច័យ4ហ្នឹងគឺជាគ្រឿងអាស្រ័យមានការឲ្យសម្លៀកបំពាក់មានការឲ្យម្ហូបអាហារហូបចុកមានឲ្យទីសេនាសនៈទីកន្លែងស្នាក់នៅដេកពួននិងការឲ្យនៅភេសជ្ជៈគឺថ្នាំកែរោគនឹងគឺការសង្គ្រោះនឹងយើងអាចគឺការឲ្យនេះគឺយើងលើកមកគឺការឲ្យប្រកបដោយបច្ច័យទាំង4ឬក៏យើងឲ្យទៀតយើងឲ្យសង្គ្រោះនឹងគឺថាសង្គ្រោះដោយឲ្យមនុស្សដ៏មានបញ្ញាដូចជាធម្មទានអញ្ចឹងគឺឈ្មោះជាការឲ្យដែរអញ្ចឹងការដែលយើងឲ្យនៅធម្មទានគឺយើងសង្គ្រោះដល់មនុស្សនឹងមួយទៀតណាហ្នឹងគឺផ្នែកគំនិតអីចឹងដើម្បីឲ្យគាត់នឹងបានឃើញច្បាស់
នៅអ្វីដែលគាត់បដិបត្តិសពថ្ងៃដូចជាព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គសង្គ្រោះញាតិផងសង្គ្រោះខ្លួនឯងផងនិងសង្គ្រោះសត្វវៈលោកផងនឹងគឺជាប្រយោជន៍រួមមួយដែលព្រះអង្គសង្គ្រោះហើយដល់សង្គ្រោះទី2គឺសង្គ្រោះទី3គឺយើងហៅថាអដ្ឋចរិយាណាអដ្ឋចរិយានេះគឺបានដល់ការសង្គ្រោះឲ្យនៅប្រយោជន៍រួមមានន័យថាយើងឲ្យដល់វត្ថុណាដែលមនុស្សទូទៅនឹងប្រើបានច្រើនគ្នាមិនមែនតែចំពោះតែខ្លួនឯងទេសូម្បីតែអ្នកដែលរស់នៅជុំវិញនឹងក៏យើងអាចឲ្យបានប្រើប្រាស់ដូចគ្នាឧទាហរណ៍យើងឲ្យផ្លូវថ្នល់ឲ្យផ្លូវថ្នល់នឹងមិនមែនត្រឹមតែយើងនឹងជិះតែខ្លួនឯងទេសូម្បីតែមនុស្សទូទៅមនុស្សក្រៅប្រទេសណាជនបរទេសណាជនក្នុងស្រុកណាដែលអាចធ្វើដំណើរនឹងបាននឹងមួយទីឬក៏យើងអាចឲ្យនៅដងទឹកដងទឹកគឺថាឲ្យមនុស្សនឹងគឺមនុស្សក្នុងភូមិនឹងគឺប្រើរួមទាំងអស់នឹងគឺជាសង្គ្រោះឲ្យមនុស្សនឹងចេះប្រើរបស់នឹងរួមមិនមែនត្រឹមតែប្រើរបស់រួមនឹងហើយមិនត្រូវថែរក្សាមិនខ្ជិះខ្ជាយគឺត្រូវចេះថែរក្សាជួយសម្អាតយើងហៅថារបស់សាធារណៈណាហ្នឹងគឺសាធារណៈហ្នឹងគឺយើងប្រើប្រាស់ដោយប្រុងប្រយ័ត្នប្រយែងណាសង្គ្រោះទី5គឺមិនប្រកាន់វេរឹកទូនាទីថាខ្លួនឯងជាអ្នកនេះអ្នកនោះគឺធ្វើឲ្យខ្លួនឯងជាស្មើគ្នាសមានត្តតាគឺតែធ្វើឲ្យខ្លួនឯងនឹងស្មើគ្នាជាមួយនឹងអ្នកដែលយើងត្រូវជួយអ្នកដែលយើងគូសង្គ្រោះអញ្ចឹងគឺថាការណាដែលយើងមានភាពស្មើគ្នាមិនបានវេរឹកអីតែខ្ញុំនឹងវាអញ្ចេះចុះអីតូចពេករហូតដល់មានអ្នកខ្លះគាត់មិនបានយល់ដិតដល់ទៅគាត់ថាការដែលជួយអ្នកក្រឲ្យអ្នកក្រនឹងវាឆ្លងដល់ខ្លួនឯងនឹងខ្លាចជាក្រដែរណាមានអញ្ចឹងដែរនេះគឺថាគាត់អត់បានយល់ណារហូតដល់គាត់យល់ថាយើងធ្វើជាមួយអ្នកតូចតាចអីចឹងវាអត់បានអីវាតូចតាចវាទៀបថោកដូចគេអញ្ចឹងដែរអញ្ចឹងគាត់អត់ធ្វើទេអញ្ចឹងគាត់ធ្វើជាមួយណាអ្នកដែលមានទូនាទីធំដុំជាមួយអ្នកណាដែលអញ្ចឹងហើយវាមិនមែនឈ្មោះថាសង្គ្រោះសមានត្តតាទេគឺអត់មានថាសង្គ្រោះធ្វើឲ្យខ្លួនឯងមានភាពស្មើគ្នាការរស់នៅសាមញ្ញជាសាមញ្ញស្មើគ្នានេះហើយដែលព្រះអង្គលើកឡើងពីសង្ឃហធម៌4យ៉ាងហ្នឹងគឺថាមនុស្សទូទៅហ្នឹងគឺសង្គ្រោះគ្នាដោយបែបនឹងឯងហ្នឹងគឺខ្ញុំកណាលើកឡើងប៉ុណ្ណឹងមិនឲ្យវាឆ្ងាយអីយល់ដល់ពុទ្ធបរិស័ទទាំងអស់អាចស្ដាប់បានសិក្សាគឺសំខាន់ណាស់ដែលសង្ឃហធម៌នេះប្រសិនជាពលរដ្ឋឬក៏ថាមេដឹកនាំឬក៏ថាអ្នកគ្រប់គ្រងមានទូនាទីអ្វីដែលជាមេគ្រូសាឬក៏អ្នកថ្នាក់ដឹកនាំអីយ៉ាងណាក៏ដោយកាលណាមានធម៌សង្គ្រោះនេះគឺមនុស្សទូទៅទាំងអស់ស្រឡាញ់គ្នាកាលណាដែលមានការស្រឡាញ់គ្នាហើយប្រទេសនឹងសុខសាន្តអត់មានសង្គ្រាមអីរហូតដល់ពិភពលោកនឹងកាលណាមានសង្ឃធម៌នេះគឺធ្វើឲ្យពិភពលោកនេះមានសន្តិភាពតែម្យ៉ាងអត់មានទិដ្ឋិមួយខុសគ្នាគឺថាអត់ដណ្ដើមគ្នាវាយកាប់ចាក់ដើម្បីអីចង់បានអីគឺថាមានសន្តិភាពក្នុងចិត្តជានិច្ចហ្នឹងគឺប៉ុណ្្នឹងចុះប្រកេនលោកគ្រូអីអាចបន្ថែមអីត្រង់ចំណុចណាដែលស្ដាប់ទៅមិនសមរម្យអីណាកណាសាធុអរគុណចំពោះព្រះអង្គបញ្ញវទីបោសឹមសុកលីណាបានបកស្រាយនៅប្រធានបទដែលព្រះអង្គលើកឡើងដោយផ្ទាល់ក្នុងកម្មវិធីនេះតែម្ដងហើយពិតជាមានអត្ថន័យខ្លឹមសារនឹងធំធេងណាស់សម្រាប់ប្រជាពលរដ្ឋនិងប្រជាពុទ្ធបរិស័ទយើងទាំងអស់រហូតដល់ប្រសង់ក្នុងសាសនាយើងនេះផងថាជាពិសេសអ្នកដែលមានតួនាទីជាប្រធានក្រុមជាប្រធានភូមិចៅសង្កាត់មេឃុំអភិបាលខណ្ឌវិបាលខេត្តស្រុកតំណាងរាស្ត្ររហូតគ្រូសូត្រស្វែងស្ដាំគ្រូចារិកាព្រះមេកុដអនុគុណមេគុណដល់ទៅសម្ដេចសង្ឃគ្រប់ព្រះអង្គទៀតផងនិងព្រោះសង្ឃហធម៌នេះបានសម្រាប់អ្នកមានលទ្ធភាពអ្នកអត់មានលទ្ធភាពមានតែចិត្តប៉ុន្តែវាក៏ពិបាកដែរព្រោះសង្ឃហការសង្គ្រោះនេះតែវាចែកចេញជាពីរគឺសង្គ្រោះសំបីវាចាក៏សង្គ្រោះបានណាកាលណាបើសិនយើងពោលពាក្យបង្រៀនអ្នកដតីអប់រំអ្នកដតី
ផ្ដល់យោបល់អ្នកដទៃតែរឿងល្អល្អតាក់ទងទាំងវាចាណាអាហ្នឹងគេថាសង្គ្រោះដោយវាចាណាឬក៏ការចែកនៅធម្មទានអាហ្នឹងក៏ចាត់ទុកថាការសង្គ្រោះដែរតែមួយទៀតគឺសង្គ្រោះដោយកាយគឺកាយនឹងឯងជួយកិច្ចការងារតាមដែលអាចជួយទៅបានយកកាយទៅធ្វើសកម្មភាពហ្នឹងក៏ការសង្គ្រោះដោយកាយណាហើយសង្គ្រោះដោយផ្លូវចិត្តហ្នឹងគឺថាយើងក៏កុំប្រព្រឹត្តក្បត់យើងកុំអ៊ីសាកុំចំណែនអីហ្នឹងក៏ចាត់ទុកថាការសង្គ្រោះតែមួយទៀតគឺសង្គ្រោះដោយវត្ថុយករបស់របរផ្សេងណាទៅសង្គ្រោះទៅជួយឧទាហរណ៍ថាមានឆ្នាំណាដែលមានទឹកចំនួនលិចគួរជួយយ៉ាងណានឹងបុគ្គលណាមួយដែលមានភ័យឧបទ្ទវហេតុកើតឡើងដូចជាណាអគីឆាប់ឆេះនឹងទៅគ្នាអស់ហើយមានអីទៀតឆេះផ្ទះអស់ហើយរើតែខោអាវនឹងមកកាផ្លេពីកាផ្លេសគូក៏គ្មានដែរតែអញ្ចឹងពេលដែលយើងជួយជាកន្ទេលខ្នើយមុងភួយខោអាវអង្គមហូបចុកអីហ្នឹងគឺថាល្អក្រៃលែងណាគេថាអស់អីអស់ទៅកុំឲ្យតែភ្លើងឆេះផ្ទះនោះណាគេថាស៊ូស្លាប់បាកុំឲ្យស្លាប់មេលិចទូកកដាលទលេកុំឲ្យភ្លើងឆេះផ្ទះហ្នឹងតែឥឡូវហ្នឹងគេថាឆេះផ្ទះឆេះក៏ឲ្យសល់ដីដីវាថ្លៃលក់ឲ្យធ្វើផ្ទះបានទិញបានទៀតដែរហ្នឹងវាជារឿងមួយទៀតទៅតាមបរិបទសង្គមសម័យកាលនិយមអញ្ចឹងដែរណាហ្នឹងគឺសង្គ្រោះហ្នឹងហើយអ្នកដទៃដែលទទួលការសង្គ្រោះពីបុគ្គលណានេះមួយហើយគប្បីមានកតញ្ញូការដឹងគុណហើយការដឹងគុណវិច័យចេញមានច្រើនបែបសន្តានទៀតគឺដឹងដោយវិចារដឹងដោយចិត្តដឹងដោយការប្រតិបត្តិដឹងដោយការតបអីយ៉ាងណាបានន័យថាដឹងដោយវិចារការពោលសរសើរអំពីគុណមិនចាំបាច់ទៅនៅមុខសំបីក្រោយខ្នងក៏ពោលសរសើរនេះជាការតបស្នងហើយបើដឹងដោយកាយគឺអាចជួយការងារអីខ្វល់ខ្វាយបានក៏ជួយហើយបើមិនមានពេលជួយទេក៏ចិត្តហ្នឹងគឺចងចាំគុណនៅគុណហ្នឹងក៏ឈ្មោះថាក្នុងផ្លូវពធលោកសរសើរដែរគឺចិត្តនឹងចងចាំគុណរបស់អ្នកហ្នឹងដូចជាក្នុងសាសនាប្រសង់ដែលមានធម៌កតញ្ញូខ្ពស់ជាងគេគឺព្រះសិរីបុត្រដែលជាអេតតកៈខាងផ្នែកខាងបញ្ញាផងផ្នែកខាងការដឹងគុណនឹងផងអត់មានបុគ្គលណាលើព្រះសិរីបុត្រទេសម្រាប់ប្រសង់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរដូចមានរឿងមួយធ្លាប់សម្ដែងកម្មវិធីយ៉ាងនេះយ៉ាងនោះដែរមិនដែលថ្ងៃហ្នឹងចង់លើកបន្តិចទៀតដូចជារឿងព្រះសិរីបុត្រដែលមុននឹងព្រះសម្មាសម្ពុទ្ធប្រកាសអំពីគុណធម៌នៃកតញ្ញូធម៌របស់ព្រះសិរីបុត្រកំពូលឬក៏ថាលើភិក្ខុសង្ឃដទៃទៀតហ្នឹងណាត្រង់ថាមានព្រាហ្មណ៍ចាស់ម្នាក់ហ្នឹងគឺថាចង់បួសហើយចង់បួសក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គអត់ឲ្យមនុស្សចង់មនុស្សចាស់បួសទេណាព្រះអង្គគិតថាកាលណាចាស់ហើយកម្លាំងវាថយដើរបិណ្ឌបាតមានណាទៅបិណ្ឌបាតចិញ្ចឹមណាប្រតិបត្តិធម៌ដើរជាក្រមក៏ពិបាកឆាប់ហត់មានជំងឺរៀនធម៌ក៏វាមិនសូវចាំមិនសូវងាយនឹងចេះដែរណាអញ្ចឹងពិបាកទីថាពិបាកទាំងថាបួសដបងស្រួលដល់ពេលយូរបន្តិចទៅអាងយកខ្លួនអញចាស់ហ្នឹងទៅឆ្លោះទាស់ទែងជាមួយនឹងភិក្ខុដតីតែជាប្រធេរៈរៀងពិបាកអញ្ចឹងអញព្រះអង្គមិនចង់ឲ្យបួសទេអញ្ចឹងតែអ្វីដែលសំខាន់ជាងគេគឺថាសម័យព្រះហ្នឹងពិបាកទល់មានអ្នកចិញ្ចឹមតែមិនដូចសម័យនេះញាតិញោមចិញ្ចឹមបានណាសម័យព្រះហ្នឹងពិបាកត្រង់ថានិមន្តបិណ្ឌបាតដោះស្រាយរៀងអង្គរៀងខ្លួនអញ្ចឹងសុំព្រះអង្គម្ដងក៏អត់ពីរដងបានព្រះអង្គទ្រង់ត្រាស់មកប្រាប់ដល់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយបើសិនជាមានភិក្ខុសង្ឃអង្គណាសុខចិត្តធានាចិញ្ចឹមតែចាស់នេះបាទព្រាហ្មណ៍ចាស់ណាព្រាហ្មណ៍ចាស់នេះពេលដែលគាត់ចូលសាងភ្នោះហ្នឹងគឺតថាគតអនុញ្ញាតឲ្យគាត់បួសអញ្ចឹងភិក្ខុណាក៏អត់មានភិក្ខុណាធានាទេគឺថាអត្តាហេអត្តណោនេថោខ្លួនទីពឹងខ្លួនហើយពេលហ្នឹងមានព្រះសិរីបុត្រលើកដៃឡើងព្រះសម្មាសម្ពុទ្ធក៏មានប្រាប់បន្ទូលទៅកាន់ព្រះសិរីបុត្រថាមនាលសិរីបុត្រហេតុអ្វីឬក៏អ្នកមានហេតុយ៉ាងណាដែរបានជាអ្នកស្ម័គ្រចិត្តចិញ្ចឹមព្រាហ្មណ៍នេះព្រះសិរីបុត្រថាដោយសារតែព្រាហ្មណ៍នេះធ្លាប់សង្គ្រោះគឺមានសង្ឃធម៌ហ្នឹងដែរណាចាត់ទុកថាជាការធ្វើទានជាទូទៅការដែលព្រាហ្មណ៍នឹងធ្វើជាការធ្វើបុណ្យហើយប៉ុន្តែសម្រាប់បុគ្គលដែលកតញ្ញូមិនគិតថាគេឲ្យមានបំណងយ៉ាងណាចង់បានអីគឺថាគិតតែពីរឿងថាបុគ្គលនឹងមានបុណ្យមានធម៌សង្គ្រោះចំពោះខ្លួនណាអញ្ចឹងគឺគិតតែសេចក្តីល្អតែម្យ៉ាងដូចលោកម្ចាស់តែងតែលើកឡើងថាគិតអំពីផ្លូវល្អតែម្យ៉ាងគឺកុសលធម៌អីជាដើមហ្នឹងណាអញ្ចឹងគឺក៏
លើកឡើងថាព្រាមនេះធ្លាប់សង្គ្រោះដល់ខ្ញុំកណាទៅបិណ្ឌបាតគាត់ធ្លាប់ដាក់បបរមកវែកដែរកណាគិតទៅបបរសោះមិនមែនបាយមានម្ហូបអីឆ្ងាញ់ទេណានឹងបបរមកវែកហើយព្រះសិរីបុត្រចងចាំគុណរបស់ព្រាមនឹងណាអាណាអញ្ចឹងគឺថាសុខចិត្តចិញ្ចឹមព្រាមនឹងនៅពេលដែលព្រាមនឹងបួសឈឺចាប់អីយ៉ាងណាយកប្រលប់អីសពគ្រប់ចឹងទៅណាអញ្ចឹងបានព្រះអង្គសរសើរថាភិក្ខុទាំងឡាយក៏សរសើរថាព្រះសិរីបុត្រហ្នឹងគឺជាណាគឺជាបុគ្គលដែលមានកតញ្ញូតាធម៌ក្នុងភេទជាសង្ឃទៀតណាឥឡូវតាក់ទងទៅដល់នឹងសង្ឃហធម៌នេះបន្តសូមរតនាព្រះសក្យមុនីពុទ្ធោស្រិនសុខាសូមព្រះអង្គនិមន្តចូលរួមចែកជាធម្មទានណាដោយសេចក្តីអនុគ្រោះសូមអនុមោទនាសាធុជាបឋមសូមក្រាបថ្វាយបង្គំចំពោះប្រជុំគុណកែវទាំង3នៃប្រតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីកោតក្រែងសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសូមក្រាបថ្វាយបង្គំចំពោះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ដោយសេចក្តីគោរពដោយសេចក្តីកោតក្រែងសូមក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូបញ្ញាបទីបោហោសុខុនព្រះអង្គគ្រូជាព្រះគ្រូចតិកាវត្តច្បារអំពៅនិងជាប្រធាននៃសមាគមសប្បុរសបរិច្ចាគឈាមប្រចាំនៅកម្ពុជានិងសូមក្រាបថ្វាយបង្គំចំពោះព្រះធរៈគ្រប់ព្រះអង្គទាំងអស់ដែលបានលើទាំងក្នុងនិងក្រៅប្រទេសលោកអ្នកសប្បុរសប្រុសស្រីជាពិសេសគណនាយករងគណនាយកាបងពិធីកយទាំងអស់ដែលបានស្ដាប់លើគ្រប់មជ្ឈដ្ឋានទាំងអស់ក៏សូមធ្វើនៅសេចក្តីរាប់អានក្រោយពីបានទទួលបញ្ហាកម្មពីព្រះអង្គគ្រូព្រះបញ្ញាបទីបោហោសុខុនដែលព្រះអង្គគ្រូបានលើកឡើងអំពីសង្ឃហធម៌បន្តអំពីលោកម្ចាស់បញ្ញាបទីបោសឹមសុកលីមកក៏បញ្ហានេះក៏មកដល់ខ្ញុំប្រកាសណាអាត្មាភាពអំពីសង្ឃហធម៌នេះសង្ឃហនេះគឺការសង្គ្រោះនៅធម៌ដែលជាធម៌ដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យពុទ្ធបរិស័ទយើងទាំងអស់គ្នាហ្នឹងគឺការសង្គ្រោះគ្នាទៅវិញទៅមកពិតណាស់នៅក្នុងសហគមន៍ប្រទេសជាតិមួយទោះប្រទេសណាក៏ដោយគឺត្រូវតែមានសមាគមឬក៏សហគមន៍ការសង្គ្រោះរួមជួយទាំងអស់គ្នាมันអាចមានបុគ្គលណាមួយអាចធ្វើឲ្យប្រទេសជាតិអាចធ្វើឲ្យសង្គមអាចធ្វើឲ្យក្រុមគ្រួសារនោះបើសិនជាខ្វះនៅសង្ឃហធម៌នេះហើយมันអាចរីកដុះដាលឆ្កួសឆ្កៀយនៅក្នុងសង្គមនៅក្នុងវត្តបាអារាមទាំងប្រសង់ក៏បើសិនជាខ្វះនៅសង្ឃហធម៌នេះហើយក៏គឺมันអាចរីកចម្រើននៅក្នុងពុទ្ធសាសនាបានដែរហើយក៏មិនមានប្រសង់គង់នៅក្រោមអាវាតច្រើនផងដែរដូចជាព្រះអង្គគ្រូបញ្ញាវទីបោហោសុខុនអញ្ចឹងគឺព្រះអង្គគ្រូមានប្រសង់រហូតទៅដល់122អង្គក៏ឆាន់រួមហើយគឺឆាន់រួមមិនមែនឆាន់បែកឲ្យមានពុទ្ធបរិស័ទធ្វើវេនរាល់ថ្ងៃមែនអង្គគ្រូណាគឺពុទ្ធបរិស័ទជ្រះថ្លាដូច្នេះក៏បើសិនជាខ្វះនៅសង្ឃហធម៌នេះក៏គឺมันអាចរួមហើយរីកដុះដាលរីកចម្រើនទេហើយបើសិនជាខ្វះនៅការសិក្សាខ្វះនៅការដែលយល់ដឹងអំពីព្រះពុទ្ធសាសនានេះក៏គឺมันអាចប្រព្រឹត្តនៅក្នុងសង្ឃហធម៌នេះដល់ហើយទៅសូម្បីតែវាចាហ្នឹងក៏มันអាចធ្វើបានដែរនៅក្នុងសង្ឃហធម៌នេះទីមួយគឺបយវាចាការនិយាយពីរោះគឺនិយាយពីរោះនេះគឺទៅតាមលំដាប់ថ្នាក់ទៅតាមថ្នាក់ដឹកនាំទៅតាមបើសិនជាសង្គមប្រសង់ទៅក៏មានប្រធរៈក៏មានលោកអ្នកដែលមានអាយុក៏មានអាวุសោអីចឹងទៅគឺជាពាក្យពីរោះហើយជាពាក្យមានមេត្តាហៅគ្នាគឺដោយការគោរពនៅក្នុងសង្គមប្រសង់និងសង្គមពុទ្ធសាសនាដូចជាព្រះអង្គគ្រូបញ្ញាបទីបោហោសុខុនហ្នឹងគឺលោកតែងតែមានការគោរពកោតក្រែងចំពោះប្រធរៈដោយដែលលោកព្រះអង្គគ្រូបានលើកឡើងអំពីការគោរពប្រធរៈគ្រប់ដែលមានភាសា4នៅក្នុងពុទ្ធសាសនាអញ្ចឹងក៏នេះក៏គឺជាបយវាចាហើយបយវាចានេះគឺសង្គ្រោះបានដល់ពុទ្ធបរិស័ទទាំងឡាយដូចជាហត្ថអលអវកឧបាសកអញ្ចឹងដែលមាននៅការសង្គ្រោះគឺសង្ឃហធម៌នេះឯងលោកអ្នកសប្បុរសប្រុសស្រីទាំងឡាយការដែលសង្ឃហធម៌នេះឯងអាចប្រកាសឡើងទៅបានក៏អាស្រ័យទៅនឹងទានហើយបើការដែលយល់អំពីទានទៅបានក៏អាស្រ័យទៅនឹងការស្ដាប់ពធរបស់ព្រះដ៏មានព្រះភិក្ខដែរដូច្នេះគឺសង្គមរួមជួយដូចជានៅក្នុងសង្គមខ្មែរយើងមានការធ្វើទានតាមបែបផ្សេងគ្នាដោយព្រះអង្គគ្រូបញ្ញាបទីបោហោសុខុនមករយៈមុនគឺលោកតែងតែចុះជួយដល់ប្រជាពលរដ្ឋ
ដែលមានការលំបាកជួបដោយការលិចទឹកលិចអីចឹងទៅគឺលោកចុះជួយអញ្ចឹងមិនមែនជាការប្រឆាំងរាជរដ្ឋាភិបាលគឺការដែលសហការរួមជួយគ្រប់គ្រងហើយក៏គឺការដែលយើងរស់នៅក្នុងសង្គមមួយដែលប្រកបទៅដោយសុខសន្តិភាពគឺការដែលសង្គមនោះគឺចេះជួយគ្នាពេលដែលមានអាសន្នអន់ក្រនេះឯងដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ប្រកាសសម្ដែងនៅសង្ឃហធម៌នេះឯងឲ្យដល់សត្វលោកគឺថាគឺការដែលជួយគ្នាទៅវិញទៅមកដោយលោកម្ចាស់សឹមសុកលីអញ្ចឹងពីល្ងាចមិញមានប្រសង់ដែលព្រះអង្គឆាន់ចង្ហាន់ថ្ងៃត្រង់ហើយចង្ហាន់នឹងវាតិចទៅហើយដល់ពេលលោកចង់ឲ្យវាក្តៅហ្នឹងយកទៅកម្ដៅហើយដាក់កំប៉ុងហ្គាសហ្នឹងនៅគៀនឆ្នាំងសម្លនៅគៀនចង្ក្រានហ្គាសហ្នឹងក៏វាខ្ទុះលាកទៅដល់7អង្គហើយជាមួយអាត្មាហ្នឹងក៏មានលោកជំទាវវ៉ាន់លុយហើយនឹងសុបរោះហ្នឹងគឺបានចុះទៅជួយបានប្រាក់3លានហើយអភិបាលខេត្តក៏គាត់ចុះទៅដែរធម្មទីធម្មការខេត្តក៏គាត់ចុះទៅដែរអញ្ចឹងមិនមែនជាការប្រឆាំងនឹងអំពើរាជរដ្ឋាភិបាលទេគឺការដែលជួយនេះឯងក៏គឺជាសង្ឃហធម៌ជាទឹកចិត្តបន្តិចបន្តួចហើយនៃការឃើញអំពីផលនៃការឲ្យទានហ្នឹងក៏គឺជាការសំបារមីដែរដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងគម្ពីរអង្គុត្តរនិកាយតិកនិបាតនៅក្នុងបត្រៃបិដកខ្មែរយើងលេខ53ព្រះអង្គសម្ដែងថាអេវញ្ជេភិក្ខវេជានិយងសត្តានੰសង្ឃវិពាកសៈវិបាកាំងព្រះអង្គទ្រង់ត្រាស់សម្ដែងថាបើសិនជាអ្នកទាំងឡាយដឹងផលនៃការឲ្យទានដោយដែលតថាគតដឹងម្លោះអ្នកទាំងឡាយមិនបរិភោគមុនការឲ្យទានទេអញ្ចឹងការឲ្យទាននេះគឺជាការសង្គ្រោះពេលដែលខ្លួនឯងមានហើយគឺចង់បរិច្ចាគឲ្យដល់អ្នកដទៃដោយព្រះអង្គគ្រូមកចូលឆ្នាំចិនអញ្ចឹងមកចូលឆ្នាំចិនចូលឆ្នាំខ្មែរព្រះអង្គគ្រូប្រកាសតាមនេះថាប្រមាណ100អ្នកក៏មកហូបបានដែរអត់ខ្វះទេវត្តព្រះអង្គគ្រូណាអញ្ចឹងការដែលមានហ្នឹងគឺចេះសង្គ្រោះដល់អ្នកដទៃហើយនេះឯងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងសង្ឃហធម៌ហ្នឹងគឺថាឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនឆ្នាំប្រចាំបានកែលេងបានស្លាប់ទាំងរស់នេះឯងដែលរាជរដ្ឋាភិបាលលោកកំពុងខ្វាយខ្វល់នេះជាមួយនឹងការដែលជួញដូរគ្រឿងញៀនគឺជាអំពើខុសច្បាប់នេះបងគ្រូនេះនឹងឯងគឺជាសង្ឃហធម៌មួយដ៏ធំប៉ុន្តែយើងវាមើលរំលងនឹងវាតល់តែថាគេកសាងផ្ទះឲ្យវាតល់តែថាគេធ្វើផ្ទះទំនំធំគេទិញនេះឲ្យគេទិញឡានថ្លៃឲ្យគេទិញឲ្យបានថាអូអាហ្នឹងឯងគេសង្គ្រោះមិនមែនទេក៏ពិតក៏គ្រាន់តែជាពាក្យដាស់តឿនហ្នឹងជាប្រយ័ត្នវាចាហ្នឹងណាបងគ្រូនិយាយថាឲ្យធ្វើល្អទៅកុំឲ្យហើយអាចថាឃើញមានថាមែននេះក៏គឺជាអំពើល្អមួយដែរព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងដែរគាំទ្រនៅបុគ្គលដែលគួរគាំទ្រឡើងឋានសួគ៌ដូចជាលើកទៅដាក់គ្រូហ្នឹងពុទ្ធគាថានៃព្រះដ៏មានព្រះភិក្ខដែលព្រះអង្គទ្រង់ប្រកាសសម្ដែងខ្វះខាតយ៉ាងណាមានព្រះអង្គគ្រូជាមូលសូមព្រះអង្គគ្រូជួយពេញបន្ថែមសូមអនុមោទនាកណាសាធុលោកចាស់សក្យមនីពុទ្ធតោស្រិនសុខាបានបកស្រាយសង្កេតសេចក្តីបញ្យលនៃពីរោះនៅក្នុងសាច់ធម៌ហ្នឹងទៀតណាតកតើងទៅនឹងការសង្គ្រោះនឹងដែរណាគឺសត្វលោកមិនអាចអត់បានទេមិនអាចខ្វះបានទេណាគឺធម៌សង្គ្រោះនេះណាផ្ដើមចេញអំពីព្រហ្មវិហារធម៌ទាំង4កាលណាមានមេត្តាករុណាមុទិតាឧបេក្ខាដល់គ្នានឹងគ្នាដល់សពសត្វហើយនៅក្នុងខ្លួនហើយក៏សង្ឃហធម៌នេះកើតឡើងដែរកាលណាបើសិនជាអត់មានព្រហ្មវិហារធម៌បើនិយាយទៅដល់ណាព្រហ្មវិហារធម៌វាខាងដើមព្រហ្មវិហារធម៌វានៅក្នុងចិត្តហ្នឹងទៅកើតតែចិត្តហ្នឹងទៅកើតតែចិត្តតិចហើយបានអ្វីតិចវាចេញមកការឲ្យទានអីហ្នឹងណានាងប្រសើរថ្លៃថ្លាស្ថិតនៅក្នុងការសន្សំបារមីដោយលោកម្ចាស់បានលើកឡើងសម្ដែងអញ្ចឹងណាហើយជាពិសេសសង្ឃហធម៌ហ្នឹងគឺថាតែត្រូវចាំបាច់មានជាងគេហ្នឹងគឺថាប្រធានអ្នកដឹកនាំក្នុងកន្លែងណាមួយទាំងជួអាណាចក្រនិងពុទ្ធចក្រណាពីព្រោះអ្នកមានលទ្ធភាពច្រើននឹងអាចមានឱកាសក្នុងការធ្វើច្រើនទៀតណានឹងជាចាំបាច់ហើយបុគ្គលណាដែលមានសង្ឃហធម៌នេះគឺថាបុគ្គលនោះមិនសយត់ទេភាសាសយត់នឹងបានន័យថាមិនវិនាសមិនអន្តរាយមិនខូចខាតមិនធ្លាក់ចុះមិនអន់មិនអីទេហ្នឹងបានន័យថា
វាផ្ទុយអំពីពាក្យថាសយត់បានន័យថាវាគុំកើនរុងរឿងខ្ពង់ខ្ពស់ដងឧត្តមថ្លៃថ្លាប្រសើរហ្នឹងឬក៏ភាសាបច្ចេកទេសក្នុងពុទ្ធសាសនាថាជាបុគ្គលដែលមានមង្គលណាបានន័យថាសេរីសួស្តីស្ថិតនៅក្នុងផ្លូវបុណ្យកើតដោយប្រយោជន៍បច្ចុប្បន្នផងប្រយោជន៍បរលោកផងហើយបុគ្គលដែលមានសង្ឃហធម៌ហ្នឹងទោះបីទៅទីកន្លែងណាទៅអីជួបមនុស្សក្នុងសង្គមណាប្រទេសណានគរណាក៏ដោយតែងតែគេហៅថាជាមនុស្សមានអំណោយទានបានន័យថាបុណ្យហ្នឹងវាឧបត្ថម្ភមកឲ្យគឺបុណ្យវាមានកាល3ដែលគូនឹងឧបត្ថម្ភវាមានទិដ្ឋធម្មវេទនីយផលគឺផលឲ្យបច្ចុប្បន្នឧបបច្ចវេទនីយផលទោះជាតិទី2ស្លាប់ទៅបានផ្ដល់ទី3អបរាបរវេទនីយផលគឺថាចាប់ពី3ជាតិ100,000 10000ទៅគឺថានៅតែផ្ដល់ផលឲ្យអញ្ចឹងណាអ្នកដតីរឿងអ្វីអាចចេះភ្លេចអ្នកបានប៉ុន្តែរឿងបុណ្យនេះអត់ដែលភ្លេចបុគ្គលដែលបំពេញបុណ្យទេណាហ្នឹងគឺពាក្យថាលោកសំដែងយ៉ាងពីរោះអញ្ចឹងបុគ្គលដែលមានសង្ឃហធម៌ហ្នឹងគឺថាណារមែងជាទីស្រឡាញ់ពេញចិត្តនៃមនុស្សទាំងឡាយមិនថាអ្នកនោះឯងជាអ្នកក្រឬក៏អ្នកមធ្យមឬក៏អ្នកមានឬក៏ថាអ្នកបួសអ្នកមិនបួសអីយ៉ាងណាទេណាគឺថាជារមែងជាទីពេញចិត្តរហូតទៅថាសំបីតែពួកចៅហ្នឹងក៏ពេញចិត្តចំពោះសង្ឃហធម៌ដែរអ្វីបាត់បើចៅហ្នឹងគឺថាជាអ្នកធ្វើនៅអំពើអាក្រក់មិនថាចៅលួចចោឆក់ចោប្លន់ទេប៉ុន្តែបើសិនជាមានអ្នកណាធ្វើសង្ឃហធម៌ដល់គាត់គឺថាគាត់នឹងសប្បាយចិត្តដែរតែវាចេះចឹងណាដែលមានរឿងពិតមួយនៅក្នុងសង្គមណារឿងពិតនឹងដូចជានៅស្រុកខ្ញុំកណាកាលខ្ញុំកណានៅពីក្មេងណាតែញោមប្រុសខ្ញុំកណាចាត់ទុកថាជាអ្នកមានសង្ឃហធម៌ទូទៅផងសង្ឃហធម៌ចំពោះផងគាត់ដឹងថាក្រុមណាមិនល្អបែបមិនសូវទំនើងដែលមានដៃមានជើងអីចឹងឬក៏ថាចោលតែហ្មងណាតែជំនាន់ដែលខ្ញុំកណានៅក្មេងគាត់មិនដែរកំណាញ់ចំពោះអ្នកហ្នឹងតែងតែឲ្យពួកហ្នឹងគេសាយសូរាណាអញ្ចឹងដល់ពេលទៅជួបគាត់ទៅគាត់ឲ្យសុំគាត់1លីត្រឲ្យ1លីត្រ2លីត្រ3លីត្រ5លីត្រឲ្យប៉ុណ្ណឹងណាគាត់អត់ខ្លាចនឹងឲ្យទេដល់អញ្ចឹងពួកហ្នឹងនឹកឃើញអញ្ចឹងទៅជំនុំគ្នាអញ្ចឹងផ្ទះមួយកណើនៅក្នុងភូមិខែគេប្លន់ឆ្នាំណាសបោចោលប្លន់ក៏ជំនាន់មុនណាសម័យកើជាងកើអីណាហ្នឹងហើយទោះបីយ៉ាងម៉េចគឺថាផ្ទះយើងនឹងអត់អីទេនឹងដល់ពេលជំនុំគ្នាហ្នឹងវាផឹកសាចោលថាម៉េចដែរទៅផ្ទះណាទៅធ្វើម៉េចអីកុំទៅផ្ទះនឹងអីគាត់នឹងវាស្រួលណាវាទៅអញ្ចឹងណាអាហ្នឹងណាវាអញ្ចឹងណាយ៉ាងបានថាសង្ឃធម៌នេះជួយបានច្រើនមាននៅក្នុងនិទានជាដកមកដែរបានសម្ដែងអំពីភិក្ខុសង្ឃដែលមានបញ្ញាសង្គ្រោះដល់ចោលនោះចោលថានឹងបំរុងមកប្លន់ក្នុងវត្តហ្នឹងហើយណាដល់ពេលភិក្ខុអង្គហ្នឹងគឺថាឆ្លាតគាត់ឲ្យចោលនាំគ្នាមកដល់ស្រាប់តែត្រៀមប្រាប់ភិក្ខុសង្ឃអីហ្នឹងឲ្យបរិស័ទជើងវត្តអីហ្នឹងមកដើម្បីរៀបចំទទួលបាយទទួលអីប្រហូបអាហារឆ្ងាញ់មកណាចោលហ្នឹងបរិភោគឆ្អែតទៅណាឃើញហីឯងថាមកប្លន់នៅវត្តហ្នឹងហីដល់ពេលឥឡូវលោកប្រសង់សាមណៈនឹងធ្វើល្អដាក់ឯងហើយកុំអីទៅយើងទៅកន្លែងផ្សេងទៅណាបានចេញទៅណាហ្នឹងហើយដល់ពេលអ្នកអត់ដឹងណាបរិស័ទជើងវត្តអត់ដឹងចោតនន្ទាភិក្ខុបច្ចាតិកាវត្តនឹងទៀតថាចូលដៃមួយចោលឬក៏ថាជាអ្នកលួងលោមចោលណាឲ្យចោលអីចឹងទទួលចោលអីសង្ស័យសំគំនិតជាមួយចោលទៀតណាដល់ពេលហើយបានដឹងរឿងក្រោយថាអូការពិតព្រះអង្គដឹងគម្រោងថាអ្នកមកនឹងចោលទេទើបព្រះអង្គសង្គ្រោះទៅគេថាធ្វើល្អដើម្បីឈ្នះនៅសេចក្តីមិនល្អណាអញ្ចឹងសង្ឃធម៌នេះទេវតាប្រអិនប្រព្រំណាក៏ចូលចិត្តដែរហើយនឹងកើតជាមង្គលដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងសូមអនុមោទនាសាធុ